ដំណើរកំសាន្តទៅកោះកុង3យប់4ថ្ងៃអ្នកគ្នាគឺច្រើនថ្ងៃមែនតើលើកនេះមានការដងដើរលេងខ្លាំងអញ្ចឹងពួកយើងចេញដំណើរទៅនៅម៉ោង5ភ្លឺទៅដល់សាលាឃុំសង្កាត់ហ្នឹងប្រហែលជាម៉ោង5លើសតិចតួចដោយសារតែនៅចិត្តទេខ្ញុំដែរអ្នកគ្នាហើយពួកយើងឡើងឡានក្រុងទី1ជាមួយនឹងក្រុមការងាររបស់គាត់ហើយនេះមិត្តភក្តិខ្ញុំក៏ម៉ាប់ហ្នឹងគេហើយដំណើរកំសាន្តលើកនេះគឺមានគ្នាច្រើនខ្លាំងរហូតដល់ទៅ2ឡានក្រុងអញ្ចឹងច្រើនខ្លាំងមែនតើនិយាយទៅអ្នកនរគ្នាខ្ញុំប្រាប់ត្រឡប់អាក្រក់របស់ខ្ញុំមួយគឺឲ្យតឡើងឡានគឺខ្ញុំដេករហូតដល់កន្លែងមួយដែលថាស្អាតអីបានងើបមកឡើងមកថតវិញគឺកន្លែងនេះគឺថាស្អាតខ្លាំងមែនខ្ញុំងើបមកឡើងថតហើយក៏អមជាមួយនឹងអ្នកគ្រូគាត់រាំលេងសប្បាយអញ្ចឹងអត់មានអារម្មណ៍ថាហត់អត់មានអារម្មណ៍ថានឿយណាយអីទេបន្ទាប់ពីហ្នឹងពួកយើងបានមកដល់នៅប្រម៉ោយដំរីខេត្តពោធិ៍សាត់អ្នកនរគ្នាគឺកន្លែងហ្នឹងមានដំរីច្រើនក្បាលមែនតើហើយពួកយើងក៏បានថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍អ្នកនរគ្នាមិនងាយបានមកទេយូរបានមកម្ដងជាមួយក្រុមការងាររបស់គាត់ក៏ថតអីរួចហើយគឺយើងឡើងឡានទៅកន្លែងមួយទៀតអ្នកនរគ្នាកន្លែងអូសោមកន្លែងហ្នឹងដែលគេល្បីថាមានទេសភាពស្អាតថតរូបស្អាតខ្យល់អាកាសបរិសុទ្ធនិយាយទៅយ៉ាខ្យល់ fresh ខ្លាំងមែនតើនៅទីហ្នឹងចង់ប៉ាំងនឹងមើលតែក្អៅខ្ញុំប៉ាំងដឹងហើយអ្នកគ្នាហើយយើងថតរូបលេងសប្បាយហើយកន្លែងនេះខ្ញុំឲ្យប្តីខ្ញុំថតប៉ោះតែហេតុអីប្តីខ្ញុំថតវីដេអូអូយចង់បានប៉ោះហើយមកដល់ផ្ទះរមើលប៉ោះអត់ឃើញតែសិតតែវីដេអូតែម្ដងចង់ទៅវាយប្តីតែកន្លែងនេះស្អាតមែននិយាយមែនអូខេកន្លែងនេះឲ្យមេដៃមួយប្តីថតរូបអីហើយដល់ម៉ោងឡើងឡាននិយាយទៅ trip មួយនេះគឺថាតន់ហនហើយលោះះមែនតើថតរូបបាន2 3ដល់ម៉ោងឡើងឡានទៅកន្លែងថ្មីមួយទៀតដើម្បីយើងញ៉ាំបាយអញ្ចឹងតែមុននឹងទៅដល់កន្លែងញ៉ាំបាយគឺយើងមកទិញអីញ៉ាំទ្រាន់ពោះសិនអ្នកនរគ្នានៅចូលលេងស្ពានដែលវែងជាងគេនៅវាវែងអ្នកនរគ្នាមើលឃើញនេះគឺថាកន្លែងហ្នឹងគឺស្អាតខ្លាំងមែនតើមើលទៅត្រជាក់ភ្នែកហើយបាត់ទុកកង្វល់បាត់ stress និយាយទៅមកកន្លែងនេះគឺថា stress មានទាំងប្រមាណគឺបំភ្លេចចោលអស់លេងនិយាយទៅអរគុណមិត្តភក្តិខ្ញុំមែនតើនាំខ្ញុំមកដល់កន្លែងហ្នឹងគឺថាស្អាតខ្លាំងចូលចិត្តចង់បើមានឱកាសខ្ញុំចង់មកលេងនឹងទៀតនិយាយទៅមនុស្សយើងឲ្យតែមានកន្លែងណាដែលថាមានពណ៌បៃតងឬក៏លក្ខណៈព្រៃភ្នំអីយើងមើលទៅមានអារម្មណ៍ថាធូរស្បើយចិត្តខ្លាំងមែនតើអញ្ចឹងហើយបើខ្ញុំចូលចិត្តព្រៃភ្នំចូលចិត្តដើរលេងព្រៃភ្នំយ៉ាតែចូលចិត្តបោះតង់ទេខ្ញុំខ្លាចពូខ្លាំងតែកន្លែងនេះយើងដល់កន្លែងញ៉ាំបាយហើយដឹងគេហៅអីទេអ្នកនរគ្នាខ្ញុំភ្លេចបាត់ហើយមកយូរដែរទៅកាត់វីដេអូទៅភ្លេចហើយពួកយើងបានរៀបចំបាយញ៉ាំអីជុំគ្នាដោយសារអ្នកគ្រូក៏ច្រកបាយអញ្ចឹងវាមានម្ហូបក្រៀមក្រំយ៉ាតែឆ្ងាញ់អ្នកគ្នាមានសាច់ក្រកសាច់គោឆៃពៅយ៉ានិយាយទៅសិតតែគ្រឿងឆ្ងាញ់គឺគាត់យកមកពីផ្ទះហើយស្រាប់ហ្នឹងចេះទៅយើងអត់សូវចំណាយលុយច្រើនអ្នកគ្នាមើលតែមាត់ប្តីខ្ញុំមកក៏ដឹងថារសជាតិអែមខ្លាំងមែនតើដោយសារយើងជិះឡានមកយូរហើយចឹងយើងមានអារម្មណ៍ថាហេវដែរដាក់ទៅគឺថាជាតិតែម្ដងអ្នកគ្នាគឺទឹកថ្លាឆ្វង់ហ្មងមើលធ្លុះមិនថតម្នាក់ឯងឥឡូវថតលក្ខណៈ couple ម្ដងហើយពូគាត់មើលគូនេះស្វីតខ្លាំងណាស់ដោយសារតែគាត់មកម្នាក់ឯងប្រពន្ធគាត់នៅតែអញ្ចឹងគាត់មើលដាក់ភ្នែកទេអើយអ៊ីនខ្លាំងថតពីមួយកន្លែងទៅមួយកន្លែងរួចហើយគឺយើងក៏បានជិះទូកដើម្បីទៅលេងទឹកជ្រោះតាតៃហើយក្នុងការជិះទូកហ្នឹងគឺម្នាក់$3អ្នកនរគ្នាហើយរយៈពេលនៃការជិះទូកហ្នឹងចំណាយពេលប្រហែលជា40នាទីអីដែរព្រោះវារៀងឆ្ងាយគ្រាន់ដែរអ្នកនរគ្នាតែมันជាធ្វើឯងដើម្បីទៅដល់ទេសភាពមួយដែលប្លែកភ្នែកគឺយើងត្រូវការស៊ូបន្តិចអ្នកនរគ្នាហើយពេលយើងជិះទូកហ្នឹងគឺព្រៃព្រឹក្សាអ្នកតាមកហ្នឹងគឺអបសងខាងផ្លូវរហូតដល់កន្លែងជ្រោះហ្នឹងនិយាយថាមើលឲ្យទៅជាភ្នែកអស់តកង្វល់យ៉ានៅតែនិយាយទៀតអស់តកង្វល់បាត់ stress ហើយបើសិនជាអ្នកនរគ្នាមានពេលណាគឺគួរតែចំណាយពេលមកជិះទូកដើម្បីមើលព្រៃព្រឹក្សាអញ្ចឹងល្អអ្វីដែលសំខាន់យើងបានបង្កើតភាពស្និទ្ធស្នាលជាមួយមិត្តភ័ក្តិក៏ដូចជាមនុស្សជុំវិញខ្លួនឬក៏
មានគំនិតអីថ្មីប្លែកជាច្រើនទៀតហើយទីបំផុតក៏យើងក៏បានមកដល់នៅទឹកជ្រោះតាតៃអ្នកគ្នាមើលឃើញពីចម្ងាយគឺថាមើលចិត្តកាន់តែស្អាតទៀតហើយតមកក៏យើងបានចោះដើម្បីចូលទៅកន្លែងទៅលេងទឹកជ្រោះតាតៃហ្នឹងតែដើម្បីទៅដល់កន្លែងមួយដែលតាក់ទាញស្អាតប្លែកភ្នែកគឺតែងតែមានឧបសគ្គអញ្ចឹងយើងត្រូវឡើងភ្នំចុះភ្នំអីតិចតួចដែរហើយក៏យើងបានមកដល់កន្លែងនឹងពិតមែនគឺថាស្អាតខ្លាំងអ្នកនរគ្នារ៉េតឲ្យ100 លើ 100សមនឹងមនុស្សដែលដើរលេងដល់ពេលមើលទឹកហើយមានអារម្មណ៍ថាតាអញគិតខុសគិតត្រូវទេនេះលើកមកដែលដើរលេងសោះបើដើរលេងតាំងពីយូរមកដឹងល្អប៉ុណ្ណាយីមែនអ្នកនរគ្នាហើយយើងថតរូបថតអីលេងទុកជាអនុស្សាវរីយ៍ឲ្យកូនយើងមើលថាអូយើងបានទៅដើរលេងនៅកន្លែងណាខ្លះអីចឹងណាហើយប្តីខ្ញុំនេះវិញអាងតែគេយកកៅអៅមកតាមមកមានអីលេងទឹកម្នាក់ឯងហ្នឹងឯងលេងនៅកូនក្មេងអ្នកគ្នាលេងបានប្រហែលជា1 ម៉ោងអីហ្នឹងឯងយើងមកវិញដោយសារល្ងាចណាស់ដែរហើយយើងក៏បានគយគន់តាមព្រៃព្រឹក្សាតាមវត្តពេលមកវិញហ្នឹងក៏ឃើញកន្លែងកញ្ចោះគេគឺថាមកតង់គឺស្អាតមែនតើបើសិនជាយើងមានពេលយើងគេងនៅនឹងមួយយប់អីនឹងល្អប៉ុណ្ណាមែនអ្នកគ្នាហើយយើងមើលថ្ងៃរៀបលិចអីចឹងណាពីអ្នកសង្សារសម័យដល់ពេលហ្នឹងហើយយើងក៏បានមកដល់តែសំណាក់គឺមេសង្កាត់ហ្នឹងគាត់ចែកសោម្នាក់មកបន្ទប់ម្នាក់មកគូអីចឹងទៅហើយបន្ទប់របស់ខ្ញុំគឺនៅជាន់លើគេអ្នកនរគ្នាមកពីដើរលេងហត់ដល់ជាន់លើខ្លាំងទៀតតែអីមើលបន្ទប់គេវិញគឺថាស្អាតក្រេ2អ្នកនរគ្នាពីអ្នកប្តីប្រពន្ធនេះតែគេងសិតតែក្រេ2ហើយងាកមកមើលពីយូរនៅខាងក្រៅវិញគឺយើងមើលឃើញសមុទ្រតែម្ដងនិយាយរួមទៅគឺថាស្អាតហើយរៀបថ្ងៃរៀបលិចពណ៌ក្រហមព្រឹងអីចឹងទៅថតរូបគឺថាស្អាតមែនតើអ្នកនរគ្នាតទៅពីហ្នឹងហើយយើងបានងុយទឹកងុយអីហើយយើងទៅចុះក្រោមយើងទៅញ៉ាំបាយនៅឯផ្សារចិត្តទស្សនៈហ្នឹងអ្នកនរគ្នាទៅញ៉ាំបាយឆាមកដល់អត់មានញ៉ាំគ្រឿងសមុទ្រអីទេគឺញ៉ាំបាយឆាសាច់គោដោយសារតែអាឡែស៊ីជាមួយនឹងគ្រឿងសមុទ្រអត់បានយកថ្នាំមកតាមទេអញ្ចឹងមានតែបាយឆាជំរើសតែមួយគត់គឺបាយឆាថ្ងៃទី1បានបញ្ចប់ហើយអ្នកនរគ្នាអញ្ចឹងចូលដល់ថ្ងៃទី2យើងក៏បានរៀបចំទៅលេងកោះកុងក្រៅអ្នកនរគ្នាគឺចេញពីព្រឹកតែម្ដងគឺយើងទិញស្អីគេអានំនេះអានំនឹងឆ្ងាញ់អ្នកគ្នាខ្ញុំមិនដឹងនំអីខ្ញុំភ្លេចឈ្មោះបាត់ហើយនំនឹងឆ្ងាញ់អ្នកគ្នា1,500ទេអ្នកគ្នានំសាច់នំវាអញ្ចឹងហើយវារៀងខ្ទិះដូងអ្នកគ្នាអ្នកគ្រូជុំវិញនឹងគាត់ភ្លក់ទៅគាត់ថាឆ្ងាញ់តែខ្ញុំវាអត់ដឹងឈ្មោះវាភ្លេចឈ្មោះឆឹងហ្មងណាហើយនិយាយពីដើរលេងជុំអ្នកគ្រូគឺមានតែរបស់ញ៉ាំនិយាយទៅគាត់ទិញនេះទិញនោះមករហូតហើយយើងចែកគ្នាញ៉ាំអញ្ចឹងទៅបានឆ្អែតគ្រប់មុខជីបដើញ៉ាំបណ្ដើយើងក៏បានមកដល់កន្លែងគេជិះទូកដើម្បីទៅកោះកុងក្រៅអ្នកនរគ្នាហើយពួកយើងមកទូកគេធំចំនួន2ហើយរយៈពេលនៃការជិះទូកហ្នឹងគឺរយៈពេល4 ម៉ោងសរុបទៅ4 ម៉ោងទៅ2 ម៉ោងមកវិញ2 ម៉ោងអញ្ចឹងមួយថ្ងៃទី2ហ្នឹងគឺអត់បានដើរទៅណាទេបានតែកោះកុងក្រៅដោយសារតែវាប្រើរយៈពេលរៀងយូរដែរហើយអ្នកនរគ្នាទៅទិញអាហារទុកញ៉ាំខ្លួនឯងបើមិនចឹងទេដាច់ពោះហើយព្រោះនៅលើកោះនោះអត់មានមនុស្សលក់តែម្ដងត្រូវត្រៀមម្ហូបស្រាប់ក៏បានដែរស្រួលយើងញ៉ាំផងហើយពេលជិះទូកហ្នឹងអ្នកគ្រូគាត់រាំក្បាលទូកលេងឲ្យបង្កើតបរិយាកាសសប្បាយរីករាយអីចឹងហើយពួកយើងក៏ថតរូបលេងជីទូកបានមកស្ទូក៏យើងមកដល់ផ្ទះនេសាទដោយសារតាមេឃុំសង្កាត់ហ្នឹងគាត់កំងមហូបសឡមួយឆ្នាំមហូបគោកមួយឆ្នាំប៉ុន្តែពួកយើងញ៉ាំមិនកើតទេញ៉ាំបានតែប្រហុកផ្អកសៀងអីនឹងឯងដោយសារតែយើងអាឡែស៊ីជាមួយនឹងគ្រឿងសមុទ្រហើយខ្ញុំក៏ញ៉ាំតាមប្តីខ្ញុំញ៉ាំមិនកើតទេញ៉ាំដឹងតែហើមភ្នែកហើមមុខហើមមាត់អីចឹងដើម្បីកុំឲ្យនេះគ្នាគឺយើងញ៉ាំដូចគ្នាតែម្ដងទៅដើម្បីស្មើភាពគ្នាហើយផឹកទឹកផឹកអីហើយយើងក៏បានថតរូបខេកាន់ដៃស្វីតអីចឹងណាហើយអ្នកថតហ្នឹងអត់មានគូទេហើយថតបដាអៀនបដាអាណិតមិត្តភក្តិខ្ញុំដែរតែនឹងធ្វើម៉េចគ្នាមិនតាន់ដល់គូអញ្ចឹងឲ្យកាន់ថតឲ្យហើយស្រួលឆ្នាំក្រោយអីហ្នឹងដល់គូដែរ
ចឹងឲ្យរៀនមើលពួកខ្ញុំអីចឹងណាហើយយើងថត trend ថតអីដែលល្បីកាលហ្នឹងល្បីអាបត់រត់ចាប់គ្នាហ្នឹងហើយខ្ញុំថតហើយយើងក៏លេងទឹកលេងអីហើយមកស្ទុះម៉ោងប្រហែលជាម៉ោង3អីយើងត្រឡប់មកវិញដោយសារតែយើងត្រូវជិះទូក2ម៉ោងទៀតបានមកដល់កោះកុងវិញអ្នកនរគ្នាអាចមើល view បានគឺទិដ្ឋភាពគឺថាស្អាតមែនតើនេះគឺយើងរៀបដំណើរចេញទៅវិញណាដោយសារតែវារៀងល្ងាចដែរអញ្ចឹងយើងទៅវិញឲ្យតាន់កុំឲ្យមានភ្លៀងមានអីវាពិបាកហើយនេះគេឡើងអស់ហើយខ្ញុំនៅត្រេនថតរូបហ្នឹងឯងហើយឡើងក្រោយគេមានណាទឹកវាឡើងចង់សោនសពុតអស់ទេណាបានមិត្តភក្តិខ្ញុំវាហុចដៃឲ្យមួយហ្នឹងឡើងអត់រួចទេដោយសារតែទឹកវាឡើងខ្លាំងទៅយប់ឡើងវាឡើងវានាចឡើងខ្លាំងចឹងអរគុណមិត្តភក្តិធំចិត្តល្អណាអ្នកណាគេក៏ជួយដែរចឹងបានរាប់គ្នាបានយូររាប់អានគ្នាតាំងពីថ្នាក់ទី5កាលនៅតូចនេះរូបភាពគេមកវិញគេ sweet មួយហានីគេណាហើយខ្ញុំលើកថាដឹងខ្លួនទេហើយខ្ញុំទេដៃយកមកគូររូបបេះដូងគោលបំណងគូររូបបេះដូងតែវាទិញជាជីងរូបស្អីអត់ចឹងអត់យកហើយខ្ញុំនេះមួយប្តីក៏តែពីថតមកវិញក៏ថតទៅវិញក៏ថតនិយាយទៅគាត់ចង់ទុកជាអនុស្សាវរីយ៍ដែលពេលដែលយើងមានកូនទៅយើងលែងបានដើរអញ្ចឹងតន់នៅខ្លួននៅក្មេងយើងដើរហើយទៅប្តីទីទៀតប្តីនៅមើលកូនហើយមែនអត់ប្តីចឹងវីដេអូយប់ទី2គឺយើងបញ្ចប់ត្រឹមហ្នឹងហើយដោយសារតែមួយថ្ងៃពេញហ្នឹងគឺយើងបានដើរលេងតាខេត្តកោះកុងក្រៅមួយទេបានដើរលេងច្រើនកន្លែងទេដោយសារតែយើងត្រូវការពេលជិះវាច្រើនម៉ោងពេកអ្នកនរគ្នាចឹងចប់ហ្នឹងយើងចូលផ្ទះសំណាក់យើងថ្ងៃទី2ក៏បានបញ្ចប់ចូលដល់ថ្ងៃទី3យើងក៏បានទៅលេងនៅទឹកធ្លាក់នៅឯខេត្តកំពតហើយមុនទៅដល់ហ្នឹងយើងចំណាយពេលជិះឡានយូរដែរអញ្ចឹងហើយទ្រាំទៅដល់ហ្នឹងវាថ្ងៃត្រង់ហើយអ្នកនរគ្នាអញ្ចឹងក៏យើងបានសម្រាកញ៉ាំបាយញ៉ាំអីហើយយើងក៏បានទៅលេងនៅទឹកធ្លាក់មួយកន្លែងដែលមានឈ្មោះថាទឹកធ្លាក់ថ្មតាដាអ្នកនរគ្នាតែមុនឡើងយើងក៏បានមើលសត្វនៅជុំវិញហ្នឹងសិនហើយជាដើរនៅហ្នឹងវាច្រើនកាំមែនតើពេលដែលយើងឡើងបដាយើងមើលទេសភាពព្រៃភ្នំបដើមានអារម្មណ៍ថាវាអត់ហត់ដែរអ្នកនរគ្នាទូលឡើងប្រហែលកាំទេក៏អត់ហត់ដែរជាពិសេសបានឡើងជាមួយប្តីយើងទេកាន់តែអត់ហត់ទេដែរអ្នកនរគ្នាអញ្ចឹងមិនថាយើងដើរយើងមានលក្ខណៈជាដៃគូយើងអត់សូវហត់ទេតែយើងដើរម្នាក់ឯងដើរលេងម្នាក់ឯងមានអារម្មណ៍ថាហត់ហើយធុញទ្រាំណាអ្នកនរគ្នាហើយក៏យើងបានឡើងដល់កំពូលគឺថាទឹកធ្លាក់គឺថាស្អាតដូចគេនិយាយមែនអ្នកនរគ្នាហើយពួកយើងក៏បានដាក់កាមេរ៉ាចោលអ្នកនរគ្នាហើយយើងថតធ្វើកវីខ្លួនកវីអីហ្នឹងណាព្រោះអត់សូវមានអ្នកឡើងមកដោយសារតែពួកគាត់ចាស់គាត់អត់ហ៊ានឡើងមកទេគាត់នៅភាសាបាយភាសាអីហើយពួកយើងក៏បានដូរអាវដូរអីដើម្បីថតរូបហើយទឹកទីហ្នឹងគឺត្រជាក់ខ្លាំងហ្មងណាអ្នកនរគ្នានិយាយទៅពួកយើងមកលេងទឹកជ្រោះនេះឲ្យវាត្រជាក់ខ្លួនបំបត្តិ stress ឬក៏លាទុកកង្វល់ដែលយើងមានណានិយាយទៅភាពជាដៃគូតែងតែមានទុកសោកផ្អែមជូរចត់ល្វែងយើងតែងតែឆ្លោះគ្នាពេលខ្លះអីចឹងយើងមកដល់លេងចឹងដើម្បីរំសាយអារម្មណ៍មួយដែរអ្នកនរគ្នាហើយអ្នកគ្រូក៏ឃើញគាត់ make up នៅក្នុងបន្ទប់ទឹកក៏ខ្ញុំលួចថតបន្តិចហើយតបពីចេញពីនឹងហើយយើងក៏បានទៅកន្លែងដងទេអ្នកនរគ្នាគឺថាកន្លែងហ្នឹងមានលក់អនុស្សាវរីយ៍ជាច្រើនឬក៏របស់របរញ៉ាំមានគ្រប់មុខតែម្ដងអ្នកនរគ្នាអត់ខ្វះទេហើយយើងក៏បានថតរូបថតអីនៅកន្លែងគេលេងតងអីហ្នឹងណាដើរទៅកន្លែងហ្នឹងឯងដើម្បីថតរូបនិយាយទៅខ្ញុំមកនេះមកដូចជា2ដងហើយអ្នកនរគ្នាមកមួយក្រុមការងារមិត្តភក្តិខ្ញុំមួយហើយមកជាមួយនឹងបងម្ដងដែរហើយយើងធ្វើ sweet ធ្វើអីញ៉ាំដូងញ៉ាំអីណាយើងមកដូងទេបើយើងអត់ភ្លក់ដូងយើងមិនកើតអញ្ចឹងយើងត្រូវតែញ៉ាំដូងដើម្បីឲ្យធ្វើអារម្មណ៍យើងកាន់តែត្រជាក់ត្រជាក់ស្រប់ចេញពីដូងទេមកយើងក៏បានជិះទៅកន្លែងរូបសំណាក់ស្រីសអ្នកគ្នាប៉ុន្តែនៅតាមដងផ្លូវហ្នឹងគឺថាស្អាតខ្លាំងទឹកសមុទ្រអីគឺថាស្អាតលាយឡំជាមួយនឹងការតបតែងនៅចិត្តឆ្នេរនឹងទៀតមើលទៅកាន់តែតាក់ទាញហើយនេះខ្ញុំបានមកដល់នៅកន្លែងរូបខ្ញុំស្រឡាញ់ខេត្តកាយហ្នឹងអ្នកគ្នាគឺថាធំខ្លាំង
រៀបចំបានល្អមែនតើហើយយើងក៏បានបន្តដំណើរទៅកន្លែងស្រីសហើយនេះមិត្តភក្តិខ្ញុំដើរឆ្លងខ្នល់ទៅកន្លែងឆ្នេរនៅក្នុងឆ្នេរចោះមើលឆ្នេរអញ្ចឹងហើយយើងធ្វើត្រែនមួយទៀតទៅហើយយើងធ្វើដើរដឹងខ្លួនកាន់ដៃគ្នាពីក្រោយអីចឹងទៅអត់យល់ខ្លួនឯងទេអ្នកចាស់ហើយនឹងពាក់សពុតអីដូចកូនក្មេងអត់យល់ហ្មងចាស់ហើយមិនចំចាស់ហើយយើងក៏បានទិញអាស្ករនេះចង់សាអ្នកនរគ្នាឃើញតែគេញ៉ាំឆ្ងាញ់តែញ៉ាំទៅវាផ្អែមនៅខាងក្រៅវាជូរនៅខាងក្នុងណាតទៅពីហ្នឹងហើយយើងក៏បានទៅទស្សនៈដើម្បីរកទុកលក់អីហើយយើងផ្លាកៅអីហើយងុយទឹកអីហើយយើងក៏បានទៅថតរូបបន្ថែមទៀតអ្នកនរគ្នាកុំឲ្យស្ដាយយប់ចុងក្រោយហើយយប់ទី3នៃដំណើរកំសាន្តមួយនេះហើយហ្នឹងស្អាតមែនតើចំភ្នែកបតោផងទៅពេលមកវិញហ្នឹងគឺលេខមានលេខអីតែបានថតអាគ្នានេះគឺរូបចុងក្រោយនៃដំណើរកំសាន្តមួយនេះហើយគឺដេកស្ទែកលើឡានក្រុងតែម្ដង